ធម្មជាតិអាចរស់នៅបានដោយគ្មានមនុស្សប៉ុន្តែមនុស្សមិនអាចរស់បានទេបើសិនគ្មានធម្មជាតិព្រៃឈើគឺជាអុកស៊ីសែនជាដង្ហើមជាជីវិតហើយក៏ជាជំរងដ៏កក់ក្ដៅរបស់មនុស្សផងដែរតែឥឡូវនេះធម្មជាតិរុក្ខជាតិកំពុងរងការបាត់បង់ដោយការកាប់បំផ្លាញជាច្រើនប្រភេទពិភពលោកកាន់តែឡើងកម្ដៅក្ដៅទៅអាកាសធាតុប្រែប្រួលរដូវមិនទៀងទាត់ភាពស្រស់ស្រាយនិងវត្ថុធាតុដើមរបស់ធម្មជាតិត្រូវបានបំផ្លាញបន្តិចម្ដងសម្រាប់ព្រៃឈើកាន់តែបន្លឺឡើងខ្លាំងទៅដូច្នេះហើយការចូលរួមមើលថែនិងអភិរក្សធនធានធម្មជាតិគឺជាទូនាទីរបស់មនុស្សយើងទាំងអស់គ្នាការចូលរួមមើលថែនិងអភិរក្សធនធានធម្មជាតិមិនមែនដើម្បីតែធម្មជាតិទេតែដើម្បីមនុស្សដើម្បីជីវិតនិងដើម្បីភពផែនដីរបស់យើងហើយក្នុងនោះក្រុមហ៊ុនព្យុងអនាម័យអេកូក៏បានចូលរួមចំណែកក្នុងការមើលថែនិងអភិរក្សព្រៃឈើផងដែរដោយពួកយើងបានប្រមូលយកកាកសំណល់រុក្ខជាតិជាច្រើនដូចជាស្រកីដូងកាកអំពៅធាងត្នោតនិងកាកសំណល់រុក្ខជាតិផ្សេងទៀតដើម្បីកែច្នៃធ្វើជាធ្យូងអនាម័យដែលមានគុណភាពប្រសិទ្ធភាពខ្ពស់មិនប៉ះពាល់ដល់សុខភាពសុវត្ថិភាពងាយស្រួលប្រើប្រាស់មិនប្រឡាក់ដៃសន្សំសំចៃថវិកាជាងធ្យូងព្រៃទៀតធ្យូងអនាម័យអេកូសន្សំសំចៃថវិកានិងជួយថែរក្សាបរិស្ថានចូលរួមអភិវឌ្ឍនិងសហការដោយ